សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីវិលមកជួបផ្សាយជាថ្មីនៃការផ្សាយផ្ទាល់ព័ត៌មានអាស៊ីអាគ្នេយ៍ថ្ងៃនេះរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ចាសសម្រាប់ការផ្សាយផ្ទាល់ព័ត៌មានអាស៊ីអាគ្នេយ៍ថ្ងៃនេះមានវត្តមាននឹងខ្ញុំលន់ស្រស់រួមជាមួយនឹងកញ្ញាដាណានិងចុះខ្លួនមកជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានជាតិព័ត៌មានអាស៊ាននិងព័ត៌មានពិភពលោកសំខាន់សម្រាប់ជម្រាបជូនប្រិយមិត្តទូរទស្សនិកជនបានតាមដានទេសនាកុមារគឺជាអ្នកបន្តវេនយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិដូច្នេះហើយការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួសារនិងសង្គមគឺជារឿងចាំបាច់ដែលមើលឃើញពីភាពចាំបាច់បែបនេះហើយទើបក្រុមហ៊ុនអនុសា Event Planner បានរៀបចំនៃការតាំងពិព័រណ៍សម្រាប់កុមារនិងគ្រួសារជាលើកទី2ដែលធ្វើឡើងចំនួន2ថ្ងៃគឺថ្ងៃទី13និង14ខែមិថុនាឆ្នាំ2015នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដែលមានការគាំទ្រពីក្រសួងពាណិជ្ជកម្មនិងឧបត្ថម្ភដោយក្រុមហ៊ុនពាក់ព័ន្ធប្រមាណ10ផ្សេងទៀតឯកឧត្តមឈួនតារារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាការតាំងពិព័រណ៍នេះគឺពិតជាផ្ដល់នូវអត្ថប្រយោជន៍សម្រាប់កុមារនិងគ្រួសារដែលអាចមានឱកាសរីករាយជាមួយគ្នាជាលក្ខណៈគ្រួសារនិងបានធ្វើឲ្យកុមារអាចបង្កើនទំនាក់ទំនងល្អជាមួយនឹងកុមារផ្សេងៗទៀតហើយឯកឧត្តមក៏បានបង្ហាញពីជំហរយ៉ាងមុតមមរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញនៅលំហនៃវិស័យមួយនេះឲ្យកាន់តែមមាញឹកឥតឈប់ឈរលោកសេងពិសិដ្ឋនាយកប្រតិបត្តិក្រុមហ៊ុនអនុសា Event Planner បានឲ្យដឹងថានេះគឺជាលើកទី2ដែលក្រុមហ៊ុនធ្វើការរៀបចំនៃការតាំងពិព័រណ៍សម្រាប់កុមារនេះឡើងក្រោមប្រធានបទបង្កើននូវភាពច្នៃប្រឌិតក្នុងគោលបំណងសំខាន់គឺចង់ផ្ដល់ជូននៅពេលវេលាដ៏ពិសេសមួយសម្រាប់ក្រុមគ្រួសារទាំងឡាយដើម្បីបង្កើននូវភាពសប្បាយរីករាយភាពស្និទ្ធស្នាលនិងសាងនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៅក្នុងគ្រួសារតាមរយៈការផ្ដល់ឱកាសឲ្យកុមារបញ្ចេញនូវសមត្ថភាពប្រកួតប្រជែងទេពកោសល្យនៃភាពច្នៃប្រឌិតដែលធ្វើឲ្យកុមារកាន់តែមានភាពក្លាហាននៅក្នុងទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានជំវិញពិព័រណ៍សម្រាប់កុមារនិងគ្រួសារលើកទី2នេះនឹងធ្វើឲ្យកុមារនិងក្រុមគ្រួសារទទួលបាននូវអត្ថប្រយោជន៍ជាច្រើនជាពិសេសនឹងទទួលបាននូវការបញ្ចុះតម្លៃពី 10% ទៅ 50% ពីសំណាក់ផលិតផលរាប់សិបមុខដែលនឹងចូលរួមតាំងបង្ហាញនាពេលខាងមុខរួមជាមួយការចាត់ឆ្នោតផ្សងសំណាងផ្ដល់ជូននូវរង្វាន់ជាច្រើនផងដែរលោកស្រីប្រមត្តទ្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងវគ្គក្រោយយើងជួបទៅ2នាក់និងជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានជាតិសំខាន់ជាបន្តទៀតប៉ុន្តែពេលនេះអនុញ្ញាតសម្រាប់មួយផ្លេតសិន